បងមានត្រីក្រហមមិនដឹងធ្វើអីឆ្ងាញ់មែនអត់យើងធ្លាប់តែចៀនអាំងបំពងអីចឹងណាអញ្ចឹងបងអាចងាកមកមើលម្ហូបមួយមុខនេះបានខ្ញុំយកត្រីក្រហមមកស្ងោរជាមួយផ្សិតចំបើងហើយត្រីនិងបន្លែយើងចាប់ផ្ដើមលាងឲ្យស្អាតបងធ្វើមួយមុខនេះណាសម្រាប់បងសរកគីឡូក៏ត្រូវបងអត់ចង់សរកគីឡូក៏ត្រូវដែរដោយសាររសជាតិវារៀងស្រាលមែនតែនហ្មងណានិយាយទៅធ្វើមួយមុខនេះខ្ញុំយករសជាតិរៀងស្រាលអត់យកប្រៃទេស្ងោររបៀបសាបយើងដាក់ជាមួយទឹកជ្រលក់ទៀតដល់ហើយនេះគ្រឿងក្រៅរបស់យើងបានរៀបរួចអស់ហើយបន្ទាប់មកទៀតយើងចាប់ផ្ដើមមកកន់ត្រីវិញម្ដងសម្រាប់ត្រីខ្ញុំកន់ជាល្អិតអញ្ចឹងណាតែបងខ្លះអត់ទេគាត់អត់ហត់ធ្វើអញ្ចឹងឯងគាត់មានត្រីអញ្ចឹងគាត់កាត់ជាពីរទៅអាហ្នឹងក៏ធ្វើបានដែរហើយឥឡូវត្រីយើងបានកន់រួចយើងចាប់ផ្ដើមមកកាត់វាជាដុំតូចល្មមអញ្ចឹងណាយកទៅកាត់តូចចេះស្រួលញ៉ាំបងប្អូនទាំងអស់គ្នាស្រួលចែកគ្នាទៀតនិយាយទៅខ្ញុំចូលចិត្តមែនតើអាស្ងោរត្រីជាមួយផ្សិតហ្នឹងរសជាតិរៀងស្រាលហ្នឹងហើយត្រីរបស់យើងបានរៀបចំរួចឥឡូវមកដល់វគ្គបន្លែម្ដងបន្លែបើសិនជាបងប្អូនមានរបៀបខ្ទឹមបារាំងអីរត់ទៅត្រូវជាតិមែនតើហ្មងណាមកមុខនេះដាក់ខ្ទឹមបារាំងឆ្ងាញ់មែនតើប៉ុន្តែខ្ញុំអត់មានអញ្ចឹងមានអីខ្ញុំដាក់នឹងហ្មងទៅចាំមើលធ្វើសារក្រោយចាំដាក់ឥឡូវយើងរៀបបន្លែរួចហើយក្រូចឆ្មាខ្ញុំយក5ផ្លែដោយសារក្រូចឆ្មា5ផ្លែខ្ញុំទុកធ្វើទឹកជ្រលក់បងប្អូនទាំងអស់គ្នាទឹកជ្រលក់យើងក៏ត្រូវការរៀងជូរខ្លាំងណាហើយបន្ទាប់មកជីខ្ញុំមានតែ2មុខទេបើបងប្អូនមានច្រើនមុខរត់តែល្អនិយាយទៅគ្រឿងក្រៅវាអត់ច្រើនហ្មងទេគ្រាន់តែថាកញ្ចប់អញ្ចឹងនិយាយទៅធ្វើម្ហូបរាល់ថ្ងៃពិបាកត្រង់ថាសួរអ្នកផ្ទះថាមានតែគេចង់ញ៉ាំអីអញ្ចឹងគេអីក៏បានអញ្ចឹងយើងរនឹកឆ្នៃខ្លួនឯងអញ្ចឹងហើយបន្ទាប់មកទៀតយើងដាក់ស្លឹកក្រូចដាក់អីចូលមកនិយាយទៅគ្រឿងកាត់ឆ្អាបហ្នឹងយើងដាក់ចូលអស់មកហើយបន្ទាប់ពីដាក់គ្រឿងហ្នឹងអស់យើងចាប់ផ្ដើមដាក់ត្រីមកមុខនេះលឿនមែនតើហ្មងអញ្ចឹងសម្រាប់បងប្អូនគាត់បញ្ញាប់ទៅធ្វើការទៅលក់ដូរអីត្រូវមែនតើហ្មងហើយសម្រាប់សឡមកមុខនេះបងប្អូនខ្លះគាត់ស្ងោរទៅគាត់ដាក់ជាអង្ករជាអីអញ្ចឹងទៅដើម្បីឲ្យវារបៀបថាខាប់តែសម្រាប់ខ្ញុំអត់សូវចូលចិត្តទេដោយសារតែយើងទុកដល់ថ្ងៃហើយម្ហូបនេះខ្ញុំធ្វើពីព្រឹកអញ្ចឹងពេលណាយើងដាក់អង្ករទៅវារៀងខាប់អត់ឆ្ងាញ់អញ្ចឹងខ្ញុំអត់ដាក់ទេឥឡូវមកដល់ទឹកជ្រលក់យើងវិញអានេះខ្ញុំប្រើប្រហុកបងប្អូនអរគ្នាតែប្រហុកនេះយើងយកទៅអាំងរួចហើយធ្វើហាត់ដឹងថាមានអ្នកញ៉ាំអត់ទេដោយសារប្រហុកតែខ្ញុំអត់សូវមានអ្នកចូលចិត្តអញ្ចឹងជាធ្វើទៅបើសិនជាអត់មានអ្នកណាញ៉ាំដាក់ទឹកស្អ៊ីវទឹកអីជ្រលក់អញ្ចឹងហ្មងទៅហើយបន្ថែមអានេះខ្ញុំដួសទឹកស៊ុបនឹងមកបន្ថែមទឹកស្ងោរហ្នឹងយើងដាក់ប្រហុកដាក់ក្រូចឆ្មាដាក់និយាយទៅគ្រឿងក្រៅបន្តិចមកហើយបន្ទាប់មកជីឥឡូវងាកមកមើលម្ហូបយើងវិញបានឆ្អិនរួចរាល់ណាជាចុងក្រោយបន្ថែមតែផ្សិតមករួចជាការស្រេចហើយយើងបន្ថែមផ្សិតហើយនឹងជីអាហានមិននឹងចូលមកនិយាយទៅម្ហូបមួយមុខនេះងាយលឿនមែនតើណាដូចខ្ញុំនិយាយចឹងហើយអស់លុយតិចមែនតើបងប្អូនទាំងអស់គ្នាខ្ញុំចំណាយអស់តែ10000ជាងទេបានម្ហូបមួយឆ្នាំនេះញ៉ាំមួយគ្រួសារ4នាក់មកល្មមអានេះយើងមកពេលមិនបាន2ពេលទេម្ហូបខ្លះក៏បាន2ពេលម្ហូបខ្លះក៏បាន1ពេលយើងទៅតាមយើងចំណាយរៀងច្រើនទៅបាន2ពេលរៀងតិចទៅបាន1ពេលអញ្ចឹងយើងគ្របតែមកពុះទៀតមករួចជាការស្រេចហើយឥឡូវយើងកូរតែបន្តិចទៀតមកចឹងបងប្អូនអាចសាកតាមរបៀបនេះបានណាឆ្ងាញ់មែនតើហ្មងរសជាតិស្រាលហត់រៀងក្តៅឥឡូវយើងដួសដាក់ចានមកបន្ទាប់ពីដួសដាក់ចានហើយអាទឹកជ្រលក់ដែលយើងធ្វើឲ្យមិញហ្នឹងដាក់ស្រូបពីលើមករួចជាការស្រេចហើយតែខ្ញុំស្រូបតែបន្តិចណាដោយសារតែខ្លាចអត់មានអ្នកញ៉ាំដូចខ្ញុំនិយាយចឹងភាគច្រើនអត់មានអ្នកចូលចិត្តញ៉ាំទេខ្ញុំមកប៉ុន្តែបើថាជ្រលក់ផ្ទាល់គឺអស់ហ្មង